ជំរាបសួរបាទខ្ញុំឈ្មោះអៃបណ្ឌិតឆ្នាំនេះដែរខ្ញុំមានអាយុ33ឆ្នាំខ្ញុំជាសិល្បករមួយរូបដែលមកពីសាលា Small Art School នៅក្នុងខេត្តសៀមរាបថ្ងៃនេះដែរខ្ញុំមានគំនូរមួយផ្ទាំងដើម្បីចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីប្រឡង White Canvas ដែលមានទំហំ80 x 100 សង់ទីម៉ែត្រហើយគំនូរនេះដែរជាប្រភេទគំនូរពណ៌ប្រេងដែលមានចំណងជើងថាពន្លកនៃក្តីស្រមៃអត្តន័យនៃខ្លឹមសារនៃចំណងជើងនេះដែរគឺខ្ញុំធ្វើការបញ្យល់ដូចនេះថាមនុស្សគ្រប់រូបនៅលើផែនដីតែងតែមានវត្ថុបំណងនិងគោលដៅនៅក្នុងជីវិតរៀងៗខ្លួនក្តីសម័យគឺជាចំណុចចាប់ផ្ដើមមុនគេបង្អស់ក្តីសម័យគឺជាកត្តាជំរុញឲ្យមនុស្សគ្រប់រូបជំនះរាល់ឧបសគ្គគ្រប់បែបយ៉ាងដែលកំពុងតែជួបនិងជួបនៅថ្ងៃអនាគតចំណេះដឹងគឺជាកត្តាលីករសំខាន់មែនទែនដែលជួយជំរុញឲ្យមនុស្សឈានទៅដល់ការសម្រេចបាននៃក្តីសម័យរបស់ខ្លួនដូច្នេះហើយនៅក្នុងសង្គមជឿនលឿនមនុស្សគេច្រើនតែជំរុញឲ្យមានការអានសៀវភៅឲ្យបានច្រើនជាពិសេសគឺកុមារហើយយ៉ាងណាមិញនៅក្នុងប្រទេសដែលមានការអភិវឌ្ឍខ្ពស់គឺប្រទេសទាំងអស់ហ្នឹងច្រើនតែមានធ្នើរសៀវភៅនៅក្នុងគ្រួសារនីមួយៗជាច្រើនបាទជាចុងក្រោយសូមអរគុណដល់កម្មវិធី White Canvas ដែលបានផ្ដល់ឱកាសឲ្យខ្ញុំចូលរួមក្នុងការប្រកួតប្រជែងនេះបាទសូមអរគុណ